រឿងបឹងអាប់កំបាំងកាលពីយូរលង់ណាស់មកហើយនៅជីភូមិមួយមានបឹងដ៏ធំមួយដែលអ្នកស្រុកហៅថាបឹងអាប់កំបាំងពេលថ្ងៃបឹងនោះស្រស់ស្អាតមានផ្កាឈូករីកពេញផ្ទៃទឹកប៉ុន្តែពេលយប់អាប់ពណ៌ស្នឹងគ្រប់ដណ្ដប់ពេញបឹងធ្វើឲ្យគ្មានអ្នកណាហ៊ានចូលទៅជិតមានក្មេងប្រុសក្លាហានម្នាក់ឈ្មោះតារាដែលចង់ដឹងថាហេតុអ្វីបានជាមនុស្សគ្រប់គ្នាខ្លាចបឹងនេះល្ងាចមួយតារាបានកាន់ចង្កៀងហើយដើរទៅកាន់មាត់បឹងភ្លាមនោះគាត់បានឮសំឡេងដូចជាមានអ្នកហៅពីចម្ងាយជួយផងជួយផងតារាមិនរត់គេចទេគាត់ដើរតាមសំឡេងនោះយ៉ាងប្រុងប្រយ័ត្នពេលទៅដល់កណ្ដាលបឹងគាត់បានឃើញទូកឈើចាស់មួយអន្តែតនៅក្បែរច្រាំងខ្យល់បក់ធ្វើឲ្យទូកប៉ះគល់ឈើបង្កើតសំឡេងបន្លឺដែលស្ដាប់ទៅដូចជាសំឡេងមនុស្សបន្តិចក្រោយមកតារាបានជួបលោកតាអ្នកនេសាទម្នាក់ដែលរស់នៅក្នុងខ្ទមតូចក្បែរបឹងលោកតាញឹមហើយនិយាយថាអ្នកស្រុកខ្លះគិតថាបឹងនេះមានវិញ្ញាណព្រោះពេលយប់ខ្យល់អាប់និងសំឡេងទូកចាស់ធ្វើឲ្យមនុស្សភ័យតែតាមពិតវាជាបាតុភូតធម្មជាតិប៉ុណ្ណោះតារាបានជួយលោកតាជួសជុលទូកនិងសម្អាតមាត់បឹងពីថ្ងៃនោះមកអ្នកភូមិក៏លែងខ្លាចបឹងដូចមុនពួកគេបានមកនេសាទដាំផ្កានិងថែរក្សាបរិស្ថានជុំវិញបឹងឲ្យស្អាតបឹងអាតកំបាំងបានក្លាយជាកន្លែងដ៏ស្រស់ស្អាតដែលក្មេងនិងអ្នកធំអាចមកលេងនិងសម្រាកបានដោយសុវត្ថិភាពគិតបណ្ឌិតភាពភ័យខ្លាចច្រើនតែកើតពីអ្វីដែលយើងមិនទាន់យល់ការស្វែងរកការពិតនិងការគិតដោយហេតុផលអាចជួយឲ្យយើងយកឈ្នះលើការភ័យខ្លាចបាន